ដល់បែ add server នៅក្នុងទូរស័ព្ទដល់គ្នាគ្រាន់តែចុចពាក្យ play មកហើយចុចមកកន្លែង server ហើយតើគ្នាចុច add server មកនៅកន្លែងឈ្មោះហ្នឹងតើគ្នាចង់ដាក់ឈ្មោះអីឈ្មោះទៅតែគួរតែដាក់ឈ្មោះ server គេហ្មងទៅតើគ្នាស្រួលចាំហើយកន្លែង IP នេះតើគ្នាវាយតាមខ្ញុំមក pinka.cam គឺមានតែប៉ុណ្្នឹងទេតើគ្នាសម្រាប់ port ហ្នឹងគឺវាជា port SIM ហ្មងតើគ្នាមិនបាច់វាយក៏បានដែរcòn là vay IP ចូលតែប៉ុណ្ណឹងហើយតើគ្នាចុច add server ហ្នឹងមកតាមវា loading បន្តិចហ្នឹងវានឹង load ចេញមកឲ្យនេះតើគ្នាគឺ load ping តែម្ដង smooth យកតែមែនតើគ្នា server មកក្រោយនេះចឹងហើយបើសិនជាតើគ្នាចង់លេងអីគឺអាចចូលមកបានណា IP និង port server គឺវាយតាមខ្ញុំអញ្ចឹងមកដល់ពេលដែលចូលមកដល់ក្នុង game តើគ្នាត្រូវការ register កន្លែង password ហ្នឹងគឺយើងត្រូវដាក់ឲ្យដូចគ្នាទាំងពីរហើយបន្ទាប់ពីយើងទៅ save ដូចគ្នាហើយតើគ្នាចុច submit មកយើងនឹងធ្វើការ register បានជោគជ័យហើយបន្ទាប់មកយើងកន្លែងមកមើលខាងនេះតើគ្នាគឺមាន NPC 2ហើយតែតើគ្នាគឺប្រើបានតែមួយសិនទេណាគឺជា survival SMP ធម្មតា eco ហ្នឹងគឺអត់តន់បើកទេតើគ្នាចុចទៅលើ NPC ហ្នឹងមកយើងធ្វើការចូលតែម្ដងហើយ server ហ្នឹងទឹកតែបើកថ្ងៃហ្នឹងផ្ទាល់តែម្ដងដល់គ្នាបើកភ្លាមគឺ promote យកភ្លាមតែម្ដងដោយសារតែអាហ្នឹងគឺវា smooth ខ្លាំងពេកអញ្ចឹងហើយគឺខ្ញុំចង់ណែនាំឲ្យតើគ្នាចូលលេងណាអញ្ចឹងណាតើគ្នាចូលមកដល់ក្នុង spawn ហ្នឹងគឺមាន NPC រៀងច្រើនណាស់តើគ្នាដើរមកកន្លែងនេះគឺ free food ចុចលើវាទៅនឹងទទួលបានសាច់គោម្ដុំហើយអានេះផងដែរគឺ free kit ណាគ្នាចុចលើវាមកគឺទទួលបានរបស់បានអាមបានអីអញ្ចឹងណាហើយបន្តមកទៀតអានេះហ្នឹងគឺជាសបហ្នឹងគឺយើងអាចលក់ដូរទិញអីចឹងទៅហើយបន្តមកទៀតនេះគឺកន្លែង random teleport ហ្នឹងតើគ្នានៅពេលដែលចុចលើវាគឺវាមានរូប2នេះអញ្ចឹងហើយតើគ្នាចុចនៅកន្លែងក្រា block ហ្នឹងមកវានឹងមាន3យើងរើសទៀតតើគ្នារើសអារូបដំបងគេហ្នឹងមកវានឹងធ្វើការ random teleport ឲ្យយើងហើយនៅស្ងៀមតើគ្នាកុំកម្រើកអីសោះតែមក play ទៅគឺវានឹងនាំយើងទៅកន្លែងមួយដែលមានសុវត្ថិភាពហើយអូខេនេះគឺយើងបានមកដល់ហើយតែប៉ុណ្្នឹងតើគ្នាធ្វើការលេង survival ធម្មតាទៅគឺបានតែម្ដងចឹងហើយចាំការទៀតតើគ្នាចូលមកខ្ញុំចាំនៅក្នុង server ណា